មេរៀនទី10គឺយើងរៀនឡើង web server IIS web server ជា local host នៅលើ Windows 2022 ចឹងយើងចូលទៅអនុវត្តនៅលើ server 2022នេះយើងចូលទៅ server manager ចុច add rule នេះមកចុច add rule ចុច the next ចុច the next ជ្រើសរើសយក web server នេះ web server IIS ចុច the next ចុច the next ទៀតចុច the next next ចុច install ចុច close តើមកយើងចូលទៅserver administrative កន្លែងនេះ Windows administrative tool ហើយយើងចុចនៅលើពាក្យ internet information service នេះជានៅកន្លែងនេះគឺយើងចុចលើ server នេះមកយើងនឹងឃើញ website នេះជា website website default ដែលយើងចង់បើកមើល website នោះយើងចូលទៅ browser កន្លែងនេះយើងដាក់ local host enter មកអញ្ចឹងយើងទាញបានជា web default តែមកយើងចង់ដកចេញ file នេះគឺយើងទៅចូល disk computer drive C inet pub rule នេះមកជាយើងអាចទៅយក file យើងអាចទៅយក file HTML របស់យើងយកមកដាក់មកអូខេខ្ញុំទៅយក file HTML នៅក្នុង web serverនេះ copy វាយកមកដាក់អូខេយកទាំងអស់អានេះវាមាន HTML CSS យកវាមកដាក់នៅក្នុង W root អានេះលុបចោលយើងផាសថ្មីអូខេផាសថ្មីចូលទៅក្នុង W root នៅកន្លែងនេះយើងអាចចុច start មកអូខេហើយយើងមកមើលនៅលើ web localhost នេះចឹងវាចេញ web របស់យើងដែលយើងបានយកទៅដាក់ web នេះគឺ web HTML ដែលយើងបានបង្កើតនៅក្នុង HTML CSS ជា web loop
web lụ ấy web lụ cả nhưng trong bàn ta dừngប្រើនេះជា file index ហើយ local យើងចង់ដាក់ជា e-commerce យើងអាចដាក់បានអញ្ចឹងខ្ញុំបង្ហាញ file e-commerce ដែលខ្ញុំបានយកមកដាក់នេះជាង e-commerce shop ពីនេះយកទៅដាក់ទៅមកនៅក្នុងiNetPub W root នេះលុបចោលអាចាស់នេះដាក់ថ្មីនេះយើងប្រើវាជា local ទេគេជាយើងបើកមើល file យើងបានកើតថ្មីមកវា replace ចាស់វា replace ចាស់ file HTML ដែលខ្ញុំបានយកមកដាក់នេះជាងនេះជា web e-commerce លក់ស្បែកជើងលក់ស្បែកជើងលក់សម្លៀកបំពាក់អូខេជាងនៅក្នុងlocal host web local host គឺយើងមានតែវីដេអូតែប៉ុណ្ណឹងអរគុណបានមើលវីដេអូជួយ subscribe អ្នកមួយ